អេពីងប៉នៅក្រៅសាលារៀនយើងមានហាងកាហ្វេតូចមួយដែលមានឈ្មោះថាកាហ្វេក្លឹបជាប់ពេលមនុស្សធម្មតាមើលទៅដូចជាហាងកាហ្វេធម្មតាហើយប៉ុន្តែអ្នកដែលចូលទៅទីនោះពិសេសទៅពេលយប់ថ្ងៃសុក្រតែកាហ្វេនៅទីនោះអាចនាំពួកគេត្រឡប់ទៅកាន់អតីតកាលឬក៏ទៅអនាគតបានណាប៉ុន្តែយើងគិតថាពួកគេទាំងអស់នោះគ្រាន់តែបង្កើតរឿងនេះឡើងដើម្បីឲ្យមានភ្ញៀវចូលទេឯងកុំសូវជឿគេខ្លាំងពេកតាមពិតទៅគ្នាក៏មិនសូវដឹងច្បាស់ណាស់គ្នាគ្រាន់តែឮគេនិយាយតគ្នាហើយក៏យកមកប្រាប់ឯងតែហ្មងទៅអញ្ចឹងដើម្បីឲ្យដឹងច្បាស់ជប់នេះយើងទៅហាងហ្នឹងហ្មងពួកឲ្យជប់នេះជាយប់ថ្ងៃសុក្រតាមែនអត់ដើម្បីឲ្យដឹងច្បាស់ថាគេក៏ហក់យើងឬមួយក៏អត់មែនតែបើម៉ាក់គ្នាក៏ចង់ដឹងដែរអេមិនក៏អ្នកនៅក្នុងហាងកាហ្វេហ្នឹងអត់មានណាគេក្រៅអញ្ចឹងឬមួយក៏នេះគ្រាន់តែជាល្បិចរបស់ពួកគេដែលពួកគេធ្វើដូចជាមានរឿងកើតឡើងមែនតែអញ្ចឹងមិនគួរជឿអេអ្នកដុកតុកបាទជួយស្ដីនាងត្រូវការកំងអីដែរខ្ញុំត្រូវការកំងកាហ្វេដែលគេល្បីថាឆ្លងតែអតីតកាលនិងអនាគតមានអត់បាទនាងកាហ្វេហ្នឹងមួយកែវ$200ថាម៉េចថ្លៃម្លេះមួយកែវ$200ចឹងខ្ញុំយកមួយកែវមកប៉ុន្តែយកអាចឆ្លងទៅអនាគតណាខ្ញុំមិនអាចឆ្លងទៅអតីតកាលបានទេខ្ញុំចង់ដឹងថាអនាគតរបស់ខ្ញុំហ្នឹងខ្លាចទៅជាអ្វីអូខេអញ្ចឹងខ្ញុំសម្រេចថាយកអាមួយកែវ$200ហ្នឹងទៅខ្ញុំនឹងឆ្លងទៅអនាគតមើលថានឹងមានរឿងអីកើតឡើងអីបងម៉ាក់ឯងអត់យកទេឃានយកទៅឃាននឹងចាំឯនៅទីនេះវិញមានអារម្មណ៍ថាដូចជាឈឺក្បាលមិនទេនឹងមិនជាដតកាខ្ញុំអើយខ្ញុំកំពុងយល់សប្តិមែនអត់អញ្ចឹងមានន័យថាហាងកាហ្វេហ្នឹងប្រកាសជាមានបញ្ហាហើយប៉ុន្តែខ្ញុំធ្វើមកយើដើម្បីត្រឡប់ទៅវិញបានឯងគ្រាន់តែបិទភ្នែកទៅឯងនឹងទៅវិញបានហើយអូខេខ្ញុំនឹងបិទភ្នែកនេះគឺជាផ្ទះរបស់ខ្ញុំតាតែមានរឿងអីកើតឡើងឬមួយក៏វាគ្រាន់តែជាការយល់សប្តិប៉ុន្តែវាដូចជាការពិតណាអូយមិនខ្ញុំឈឺក្បាលខ្លាំងមែននៅពេលដែលខ្ញុំគិតរឿងហ្នឹងដល់មកទៅរៀនហើយអេពីងប៉ដឹងអត់នៅក្រៅសាលារៀនយើងមានហាងកាហ្វេមួយឥឡូវត្រូវបលិចចាំគេសង្ស័យថាម្ចាស់ហាងហ្នឹងបានដាក់ជាមួយនឹងជាតិបរតខ្លាំងមែនទែនធ្វើឲ្យអ្នកផឹកកាហ្វេហ្នឹងទៅក៏ជិះពីការខ្វន់ខ្វាក់តែម្ដងហាងកាហ្វេមួយនៅក្រៅសាលាយើងហ្នឹងមែននេះគឺជារឿងពិត